ប្រឡងទេវតាខ្ញុំយកលេខ1បានថ្លៃធ្វើដំណើរប្រលឹង150ថ្ងៃរបស់ពួកខ្ញុំទាំង3នាក់នាងត្រូវតែសងខ្ញុំវិញបើខ្ញុំយកបានលេខ1នោះគឺជាកិត្តិយសរបស់បកថាយៈបែបនឹងទៅស្មើគ្នាប្រលឹង150ថ្ងៃនាងគិតមិនបានទេលោកថាលោកយកបានលេខ1ហ៎ប្រកាសហើយមិនបានលេខ1មិននឹងអាចជួបកុងសុនបានទៅតាមពិតលោកចង់ជួបទេវតាកុងសុនទេច្បាប់នៅឋានទេវតាគឺតឹងរ៉ាស់ណាស់មែនទេពេលនិយាយពីកុងសុនមុខគ្រប់គ្នាស្រាប់តែផ្លាស់ប្ដូរព្រាមប្រកាសហើយអួតដល់អ្នកណាលោកប្រាប់ខ្ញុំមកលោកប្រាប់ខ្ញុំមកការប្រឡងទេវតាមានអ្នកខ្លាំងច្រើនណាស់លោកជាស្អីក៏មិនមែនអាចយកបានលេខ1ដល់របៀបណាសួរច្រើនយ៉ាងនឹងធ្វើអីបើយកលេខ1មិនបានទេប្រលឹងនោះគឺជារបស់នាងថាមិនត្រូវខ្ញុំដាក់បន្ទុកផ្កាយ5ឲ្យនាងទៀតខ្ញុំប្រាប់លោកចុះការជួយជីវិតខ្លួនឯងក្នុងពេលប្រឡងគឺសំខាន់ណាស់ចាប់ឡើងមកអើយប្រយ័ត្នណាហើយណែទេវតាខាងមុខនោះមានភ្នំអូយហើយនេះគឺនេះធំពេកហើយនេះជារូបសំណាកអ្នកបង្កើតបាក់ធំទាំង4របស់យើងចាំមិនដែរភ្លាមនេះហើយនៅបាក់ធំទាំង4ហៅថាបាក់ទេវតាបែរចែកជាថៃយៈអ៊ីលីងសាន់ហួយហើយនេះគឺរូបសំណាកអ្នកបង្កើតបាក់ថៃយៈយើងនេះបាយបន្តិចហើយបែរទេបាក់ថៃយៈខ្ញុំគឺជាបាក់ធំអាចហៅខ្យល់ហៅភ្លៀងបានកាលនោះទេវតា3ខ្សែប្រយុទ្ធគ្នាសោះនៅក្នុងបាក់ខ្ញុំទាំងប្រមាណស្ទើរតែត្រូវបំផ្លាញអស់បើកុំតែបែបនេះបំផ្លាញអីមើលទៅបាក់ថៃយៈដូចជាការវិភាគរបស់ខ្ញុំ8 9ភាគមែនមិនត្រឹមតែមានបញ្ហារ៉ាញ់វត្ថុទេនៅមានបញ្ហាអភិវឌ្ឍទៀតបញ្ហាស្អីសួរយីអើខ្ញុំប្រកាសជាធ្វើឲ្យបាក់ថៃយៈខ្ញុំរស់ឡើងវិញអញពេលនេះពួកយើងដូរបាក់នៅមិនតាន់យឺតពេលទៀតហ្នឹងហីរឿងតូចតាចចាំខ្ញុំយកលេខ1បានហើយចូលបាក់ថៃយៈពួកនាងជួយពួកនាងឲ្យរីកចម្រើននៅក្នុងពេលនេះលោកអាចនឹងមានជំនឿចិត្តបើលោកចុកលេខ1មិនបានទេខ្ញុំនឹងចុកពលិនលោកថែម3ឆ្នាំទៀតអូយអាយអូយអាយ៉ាអូយឈឺខ្លាំងណាស់អាយអូយអាយ៉ាអូយឈឺមែនទេក្រោយទ្វារជាកន្លែងប្រឡងទេវតាហើយដល់តែមុខដីរួចហើយប្រាប់ថាកន្លែងប្រឡងនៅខាងក្នុងតែមកដល់ពេលនេះហើយមិនក៏នៅតែមិនទាន់ដល់ទៀតឆាប់ឡើងទៅពួកយើងចិត្តយឺតពេលហើយទេវតាស៊ូមិនអញ្ចឹងនាងប្រាសាទគ្រាកដានោះហោះនាំពួកយើងទៅបានទេទៅហីនៅតាមផ្លូវពួកខ្ញុំជួបរឿងគ្រោះថ្នាក់ច្រើនណាស់ទៅធ្វើឲ្យអស់កម្លាំងមិនបានហូបអីពុជដើមមិនរួចមែនហើយម្យ៉ាងទៀតលក្ខខណ្ឌបានចោះចារួចហើយនៅឋានទេវតាគ្មានបាសីខ្មៅទេហេតុអីក៏មិនអាចហោះនាំពួកយើងទៅបានហើយថ្ងៃនេះទ្វារទេវតាឋានសួគ៌គឺជាកន្លែងស័ក្តិសិទ្ធិអ្នកដឹកនាំប្រចំនួនបានបង្កើតវេទមន្តនៅទីនេះដើម្បីការពារជាសត្វអតីតឈ្លានពានពួកលោកឲ្យចង់ហោះទៀតលទ្ធផលនឹងខ្លាចជាបែបនេះខ្ញុំថាយកនាងមើលចុះពេលវេលាចិត្តអស់ហើយនាងមកភ័យបែបនេះពួកខ្ញុំដើរកាន់តែយឺតថែមទៀតនិយាយបែបនេះផ្ដេសផ្ដាស់មិនឃើញដល់ណាស់ហើយទេទីបំផុតមកដល់ហើយបើលឹងមួយថ្ងៃថ្លៃពេកហើយលោកអាចមើលម្ដងទៀតបានបន្ទាប់ពី5ម៉ោងលោកនឹងពេញចិត្តកុំទៅខ្មោចក្រលោកនឹងប៉ាវចំហគិតឲ្យស្រស់ណែនាងសុំជើញនាងអរគុណតកែទេវតាម្នាក់នេះ